ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះលីណាថ្ងៃនេះដែរខ្ញុំមកអានរឿងប្រាសាទព្រះវិហារប្រាសាទព្រះវិហារស្ថិតនៅយ៉ាងខ្ពស់ត្រដែតលើកំពូលរាបស្មើនៃជួរភ្នំដងរែកក្នុងខេត្តព្រះវិហារប្រាសាទនេះបានសាងសង់ឡើងនៅចុងសតវត្សទី9ប្រកបដោយក្បូរក្បាច់រចនាដ៏ប្រណិតនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រជាជនទូទាំងប្រទេសមានទឹកមុខសប្បាយរីករាយឥតឧបមាក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាប្រាសាទព្រះវិហារដែលជាកេរមរតករបស់ខ្មែរត្រូវបានអង្គការយូណេស្កូយកព្រមដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងថ្ងៃដដែលនោះគ្រប់ក្រសួងមន្ទីរសាលារៀនបានប្រមូលផ្ដុំគ្នានៅដងទង់ជាតិដើម្បីច្រៀងចម្រៀងជាតិនិងបង្ហូតទង់ជាតិហើយនឹងស្ដាប់សាររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលចាក់ផ្សាយតាមវិទ្យុទូរទស្សន៍ជាសាធារណៈឯទីវត្តអារាមព្រះសង្ឃបានទូលស្គាល់និងសូត្រជ័យយុត្តប្រសិទ្ធិពរជ័យក្នុងឱកាសនោះដែររយៈពេលប្រមាណខែក្រោយមកក្រមមូលនិធិទូរទស្សន៍បាយ័ននិងអំណោយរបស់សប្បុរសជនគេបានកសាងផ្លូវចាក់បេតុងមួយខ្សែយ៉ាងប្រណិតគួរឲ្យស្ងើចសរសើរទៅកាន់ប្រាសាទព្រះវិហារដែលធ្វើឲ្យយើងងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីនោះសមិទ្ធផលទាំងនេះបានមកពីកម្លាំងសាមគ្គីដ៏ស្អិតរមួតរបស់ប្រជាជនខ្មែរយើងអំណះតទៅយើងត្រូវតែបដិញ្ញាការពារសម្បត្តិបេតិកភណ្ឌពិភពលោកឲ្យបានថិតថេរចីរកាជានិរន្តរ៍អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា